អាមេរិកជាទីផ្សារធំជាងគេសម្រាប់កម្ពុជាលើការនាំចេញទំនិញក្នុងវិស័យយានយន្តនិងអេឡិចត្រូនិកខណៈ11ខែក្នុងឆ្នាំ2025នេះការនាំចេញទំនិញក្នុងវិស័យទាំងពីរនេះមានទឹកប្រាក់$3,500 លានសហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញមុខទំនិញក្នុងវិស័យយានយន្តធំជាងគេរបស់កម្ពុជាក្នុងទំហំប្រមាណ$1.2 លានអាមេរិកដោយសម្បកកង់ឈរនៅលំដាប់ទី1ក្នុងទំហំប្រមាណ$1.2 លានអាមេរិកខណៈ Radiator និងភាគបំបីរបស់វាឈរនៅលំដាប់ទី2ប្រមាណ$8.2 លានអាមេរិកប្រទេសជប៉ុនថៃនិងចិនជាទីផ្សារនាំចេញធំរៀងគ្នាបន្ទាប់ពីសហរដ្ឋអាមេរិកតែសម្រាប់មុខទំនិញដែលនាំចេញឈានមុខគេវិញគឺខុសពីទំនិញនាំចេញទៅសហរដ្ឋអាមេរិកដែលមុខទំនិញឈានមុខសម្រាប់ទីផ្សារទាំង3នេះគឺខ្សែប៊ូស៊ីសម្រាប់បញ្ឆេះនិងខ្សែផ្សេងទៀតបន្ថែមពីលើនេះមុខទំនិញឈានមុខផ្សេងទៀតដែលមានទំហំនាំចេញធំបន្ទាប់មានដូចជាកាំងរថយន្តនិងភាគបំបីរបស់វាតួយានយន្តនិងផ្នែកនិងគ្រឿងបង្គុំផ្សេងទៀតដោយឡែកទីផ្សារនាំចេញមុខទំនិញអេឡិចត្រូនិករបស់កម្ពុជាសហរដ្ឋអាមេរិកក៏នៅតែឈរនៅលំដាប់ទី1ជាទីផ្សារនាំចេញមុខទំនិញធំជាងគេចាប់តាំងពីឆ្នាំ2016រហូតដល់2024ទំហំនាំចេញមុខទំនិញអេឡិចត្រូនិកទៅកាន់សហរដ្ឋអាមេរិកគឺប្រមាណ$5.2 លានអាមេរិកក្នុងនោះបន្ទះសូឡាឈរនៅលំដាប់ទី1ដែលការនាំចេញមុខទំនិញនេះរួមចំណែកប្រមាណជាងពាក់កណ្ដាលនៃទំហំនៃការនាំចេញសរុបក្នុងវិស័យអេឡិចត្រូនិកទៅកាន់សហរដ្ឋអាមេរិកស្មើនឹងប្រមាណ$2.9 ប៊ីលានអាមេរិកខ្សែកាបខ្សែភ្លើងអ៊ីសូឡង់និងខ្សែប៊ូស៊ីនិងឧបករណ៍សើមើកង់ដូចទ័រឧបករណ៍សើមីកង់ដូចទ័រដែលបំបែកពន្លឺទៅជាថាមពលអគ្គិសនីអំពូលភ្លើង LED គ្រឹះស្គរដែលមានបន្ទុកអគ្គិសនីដំឡើងរួចឈរនៅលំដាប់បន្ទាប់រៀងគ្នាបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយនិងរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថានៅរយៈ11ខែក្នុងឆ្នាំ2025នេះកម្ពុជាបានធ្វើការនាំចេញទំនិញក្នុងវិស័យយានយន្តនិងអេឡិចត្រូនិកសម្រាប់បានប្រមាណ$3,500ដែលក្នុងនោះរួមមានទំនិញការនាំចេញសំបុកកង់រថយន្តចំនួន$1,219 លានគ្រឿងអេឡិចត្រូនិកនិងភាគបំបែកមានចំនួន$838 លានតួចក្រយានចំនួន$541 លានខ្សែភ្លើងនិងបង្គំខ្សែភ្លើងចំនួន$520 លានគ្រឿងបន្លាស់រថយន្តចំនួន$264 លានគ្រឿងបន្លាស់កង់ចំនួន$65 លាននិងបន្ទះសូឡាចំនួន$17 លានលោកស៊ុនចន្ទថឧបនាយករដ្ឋមន្ត្រីអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាហៅកាត់កអកបានលើកឡើងថាវិស័យយានយន្តជាវិស័យមួយដ៏សំខាន់ណាស់ដែលអាចជួយឲ្យកម្ពុជាក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ2050លោកក៏បានស្នើឲ្យវិស័យឯកជននិងស្ថាប័នពាក់ព័ន្ធត្រូវរួមសហការគ្នារកនីតិវិធីឲ្យបានគ្រប់ជ្រុងជ្រោយទាំងអស់ដើម្បីជំរុញឲ្យវិស័យយានយន្តនិងអេឡិចត្រូនិកនេះបានកាន់តែរីកចម្រើនបន្ថែមទៀតខណៈដែលពេលថ្មីកន្លងទៅនេះវិស័យយានយន្តនៅកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់តាមរយៈការដំឡើងរោងចក្រដំឡើងរថយន្តជាច្រើនប្រភេទ